បុរសម្នាក់នេះចូលចិត្តយកស្រីដែលផឹកស្រវឹងមកផ្ទះរបស់គេរហូតមកដល់ពេលនេះមានស្រីពីរនាក់កំពុងរស់នៅជាមួយគាត់ហើយពួកគេទាំងអស់ចង់នៅទីនេះជាមួយគាត់ជារៀងរហូតនៅថ្ងៃបន្ទាប់សៀនកំពុងផឹកកាហ្វេរំពេចនោះស្រាប់តែមានស្រីម្នាក់បានរត់មកអបគាត់ពេលនោះសៀនបានឃើញដើមទ្រូងរបស់នាងធ្វើឲ្យគាត់ឆ្លក់កាហ្វេចេញមកក្រៅការពិតស៊ីយ៉ាយច្រឡំសៀនថាជាឪពុករបស់នាងប៉ុន្តែពេលនោះមេឃក៏កំពុងភ្លៀងដូច្នេះសៀនក៏បានឲ្យឆ័ត្ររបស់គាត់ទៅនាងហើយសៀនក៏ត្រឡប់មកផ្ទះវិញតែម្នាក់ឯងពេលមកដល់ផ្ទះសៀនបានឃើញស្រីពីរនាក់ដែលស្រវឹងនោះបន្តនៅក្នុងផ្ទះរបស់គាត់ទៀតគាត់ក៏បានព្យាយាមបណ្ដេញពួកនាងចេញតែទោះជាគាត់ដេញពួកនាងយ៉ាងណាក៏ដោយក៏ពួកគេធ្វើដូចជាមិនឮគាត់និយាយឡើយនៅថ្ងៃបន្ទាប់សៀនបានជួបក្មេងស្រីដែលមានឈ្មោះថាស៊ីយ៉ៃម្ដងទៀតដោយនាងកំពុងត្រូវបុរសម្នាក់តាមរំខានទោះបីជានាងព្យាយាមបដិសេធយ៉ាងណាក៏ដោយក៏បុរសនោះនៅតែតាមរំខាននាងដែរពេលស៊ីយ៉ៃបានឃើញសៀននៅក្បែរនោះនាងក៏ធ្វើពិតជាអបគាត់ហើយស្រែកថាជាឪពុកតាមពិតនាងគ្រាន់តែចង់ប្រើសៀនដើម្បីបណ្ដេញបុរសនោះប៉ុណ្ណោះចំណែកបុរសនោះពេលឮស៊ីយ៉ៃហៅសៀនថាជាឪពុករបស់នាងគេក៏ភ័យខ្លាចហើយរត់ចេញទៅបាត់ដើម្បីអគុណសៀនស៊ីយ៉ៃក៏សោះរិចចិត្តយកស្រាដែលនាងដាក់តាមខ្លួនឲ្យគាត់ផឹកធ្វើឲ្យសៀនគិតថាវាចម្លែកណាស់ដែលស៊ីយ៉ៃនៅក្មេងប៉ុណ្ណឹងសោះប៉ុន្តែនាងបែរជាចូលចិត្តដាក់ស្រាសូយតាមខ្លួនស៊ីយ៉ៃក៏ប្រញាប់ពន្យល់ថាខ្ញុំមិនមែនជាមនុស្សញៀនស្រាទេខ្ញុំគ្រាន់តែចូលចិត្តរសជាតិរបស់វាប៉ុណ្ណោះរំពេចនោះស៊ីយ៉ៃសុំលេខទូរស័ព្ទរបស់សៀនតែត្រូវបានគេបដិសេធធ្វើឲ្យស៊ីយ៉ៃមានអារម្មណ៍ថាខូចចិត្តហើយនាងក៏បានផឹកស្រាយ៉ាងច្រើនបន្ទាប់មកនាងក៏បានសន្លប់នៅទីនោះសៀនក៏បានក្រឡេកមើលស៊ីយ៉ៃដែលដេកលើកៅអីវែងដោយមិនចង់ទុកនាងឲ្យនៅម្នាក់ឯងសៀនក៏បាននាំយកនាងមកផ្ទះធ្វើឲ្យរីពីរនាក់ដែលនៅផ្ទះមានការភ្ញាក់ផ្អើលបន្តិចក្រោយមកស៊ីយ៉ៃក៏បានភ្ញាក់ឡើងអាណានិងជេស៊ីកាក៏សរសើរនាងភ្លាមថាឯងស្អាតណាស់ហើយពួកគេឆ្ងល់ថាតើសៀននឹងដោះស្រាយជាមួយស្រីទាំងអស់នេះដោយរបៀបណាការពិតសៀនគ្រាន់តែចង់ឲ្យពួកគេចាក់ចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានប៉ុណ្ណោះតែទោះជាយ៉ាងណាក៏ដោយស្រីទាំង3នាក់បានក្លាយជាមិត្តភក្តិល្អនឹងគ្នាយ៉ាងឆាប់រហ័សដោយខឹងនឹងពួកនាងសៀនក៏សម្រេចចិត្តហៅប៉ូលីសប៉ុន្តែស្រីទាំង3នាក់បានចាប់ដៃគ្នាឃាត់គាត់ធ្វើឲ្យគាត់មិនអាចធ្វើចលនាអ្វីបានឡើយមនុស្សចម្លែកបានឈរសម្លឹងមកកាន់សាវៀនណាពីក្រៅបង្អួចដោយសភាពរបស់ម្នាក់នោះមើលទៅគឺមិនដូចជាមនុស្សធម្មតានោះទេសាវៀនណាក៏បានទាញទូរស័ព្ទខលទៅរកប៉ារបស់នាងហើយគាត់ក៏បានប្រាប់សាវៀនណាថាឲ្យនាងត្រូវតែសម្លឹងទៅមនុស្សម្នាក់នោះកុំឲ្យដាក់ភ្នែកឲ្យសោះបើនាងងាកមុខចេញបុរសនោះនឹងចូលមកជិតនាងជាមិនខានភ្លាមនោះស្រាប់តែសាន់ស្កូដែលជាប្អូនប្រុសរបស់នាងក៏បានឃើញនៅមនុស្សចម្លែកនោះដែរហើយសាវៀនណាក៏បានប្រាប់ឲ្យសាន់ស្កូសម្លឹងមើលទៅកាន់បុរសនោះជំនួសនាងដោយមិនប្រាប់គេពីហេតុផលអ្វីទាំងអស់រួចសាវៀនណាក៏ប្រញាប់រត់ទៅបិទទ្វារនឹងបង្អួចដើម្បីការពារខ្លួនជាមុនតែពេលនាងប្រឡប់មកវិញសាវៀនណាបានឃើញសាន់ស្កូកំពុងតែសម្លឹងទៅក្រៅបង្អួចដដែលតែនាងបែរជាមើលមិនឃើញបុរសចម្លែកនោះសោះឡើយសាវៀនណាបាននិយាយទៅកាន់ប្អូនប្រុសថាខ្ញុំប្រាប់ឲ្យឯងមើលទៅកាន់បុរសនោះកុំឲ្យដាក់ភ្នែកហេតុអ្វីឯងមិនធ្វើតាមខ្ញុំសាន់ស្កូក៏បានតបថាខ្ញុំបានធ្វើតាមបងប្រាប់ហើយតើសាវៀនណាក៏បានតបថាហើយចុះបុរសនោះបាត់ទៅណាប្អូនប្រុសប្រាប់ថាគេមិនបានទៅណានោះទេគឺគេកំពុងតែឈរនៅកន្លែងដែលទេតើការពិតទៅគឺសាន់ស្កូអាចមើលឃើញបុរសនោះតែម្នាក់ឯងប៉ុណ្ណោះរំពេចនោះបុរសចម្លែកម្នាក់ទៀតក៏ស្រាប់តែបានបង្ហាញខ្លួននៅពីក្រោយសាវៀនណាធ្វើឲ្យនាងភ័យខ្លាចជាខ្លាំងតែនាងនៅតែបន្តឲ្យប្អូនប្រុសសម្លឹងទៅកាន់បុរសម្នាក់ដែលនៅខាងក្រៅដដែលហើយនាងក៏បានព្យាយាមរំកិលទៅរកអ្វីម្យ៉ាងនៅក្នុងថតទូពេលនោះបុរសចម្លែកក៏បានសម្លឹងទៅកាន់នាងដោយមិនដាក់ភ្នែកសោះសូវ៉ាណាបានយកស្កុតទៅបិទលើភ្នែករបស់បុរសចម្លែកនោះទាំងភ័យខ្លាចតែបុរសចម្លែកនោះបែរជានៅស្ងៀមបន្ទាប់ពីបិទភ្នែករបស់បុរសនោះហើយនាងក៏បាននិយាយទៅកាន់សាន់ស្កូថាតើបុរសម្នាក់ដែលឯងបានឃើញគឺនៅកន្លែងដដែលមែនទេមែនហើយគេនៅកន្លែងដដែលសូវៀនណាក៏បានប្រាប់សាន់ស្កូឲ្យបន្តសម្លឹងគេទៀតហើយនាងនឹងទូរស័ព្ទទៅកាន់លោកប៉ាដើម្បីសុំជំនួយរួចក៏បែរមុខចេញពេលនោះបុរសចម្លែកក៏បានស្ទុះមកសង្កត់ពីលើនាងភ្លាមបុរសម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្រោយពីស្លាប់វិញ្ញាណរបស់គេក៏បានចូលទៅក្នុងទូរស័ព្ទដៃបន្ទាប់មកគាត់បានចាប់ផ្ដើមដោះសោទូរស័ព្ទខ្លួនឯងហើយធ្វើការថតរូបផ្ទៃមេឃដែលជាកន្លែងដែលមានគាត់គ្រោះថ្នាក់នោះរួចហើយគាត់ក៏បានបង្ហោះរូបឡើងលើបណ្ដាញសង្គមដោយក្រោមរូបភាពនោះបានសរសេរថាគាត់បានក្លាយទៅជា smartphone ហើយនៅពេលនេះគាត់នៅសល់ថាមពលថ្មតែ 15% ប៉ុណ្ណោះរួចគាត់ក៏ដាក់ទីតាំងរបស់គាត់ផងក្រោមរូបភាពនោះផងដែរគាត់សង្ឃឹមថានឹងនរណាម្នាក់រកឃើញគាត់ហើយជួយសាកថ្មឲ្យគាត់ហើយគាត់ក៏សរសេរទៀតថាអ្នកដែលរកឃើញគាត់ពួកគេនឹងទទួលបានរង្វាន់ធំមនុស្សគ្រប់គ្នាដែលបានឃើញរូបភាពនោះហើយចាប់ផ្ដើមសើចចំអោយគាត់នៅថ្ងៃបន្ទាប់នៅពេលថាមពលថយចុះមកត្រឹមតែ 3% មានក្មេងប្រុសម្នាក់ឈ្មោះរ៉ាយុនបានរកឃើញទូរស័ព្ទនោះគាត់យកវាទៅផ្ទះហើយសាកថ្មវាបន្ទាប់រ៉ាយុនបានបើកវាឡើងគាត់ឃើញទូរស័ព្ទត្រូវបានចាក់សោប៉ុន្តែបន្តិចក្រោយមកស្រាប់តែវាក៏បានដោះសោដោយខ្លួនឯងហើយចាប់ផ្ដើមនិយាយក្មេងប្រុសនោះភ័យខ្លាចជាខ្លាំងបន្ទាប់មកទូរស័ព្ទបើកកម្មវិធីរុករកដោយស្វ័យប្រវត្តិហ
ហើយពន្យល់ថាឈ្មោះរបស់គាត់គឺសេមហើយគាត់ជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយក្មេងប្រុសគិតថាច្បាស់មាននរណាម្នាក់នៅក្បែរនោះកំពុងបញ្ជាទូរស័ព្ទដើម្បីបញ្ឆោតគាត់ហើយដើម្បីបញ្ជាក់អត្តសញ្ញាណរបស់គាត់សេមប្រាប់ក្មេងប្រុសឲ្យបញ្ចូលលេខគណនីធនាគាររបស់គាត់ថាគាត់នឹងផ្ញើប្រាក់10លានវ៉ុនទៅគាត់ភ្លាមក្មេងប្រុសក៏បញ្ចូលលេខគណនីតាមគាត់ប្រាប់ស្រាប់តែប្រាក់100លានវ៉ុនក៏លេចឡើងក្នុងគណនីរបស់គាត់ធ្វើឲ្យរាយុនមានការភ្ញាក់ផ្អើលសេមក៏បានប្រាប់ថាប្រសិនបើក្មេងប្រុសនោះជួយគាត់នឹងឲ្យគេបន្ថែម1000លានវ៉ុនទៀតក្មេងប្រុសឆ្លើយតបវិញថាប្រសិនបើសេមពិតជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំមែននោះគាត់គួរតែផ្ដល់ការងារឲ្យគាត់នៅក្នុងក្រុមហ៊ុននោះទៅសេមក៏យល់ព្រមហើយគាត់តែងតាំងក្មេងប្រុសនោះជាប្រធានក្រុមហ៊ុននៅតាមផ្លូវទៅការិយាល័យរាយ័នបារម្ភថាបុគ្គលិកនឹងមិនជឿថាគាត់ជាប្រធានក្រុមហ៊ុនទេប៉ុន្តែសេមប្រាប់គាត់ថាគាត់មិនចាំបាច់ធ្វើអ្វីទេគឺគ្រាន់តែធ្វើតាមការណែនាំរបស់គាត់ទៅបានហើយដំបូងគាត់ប្រាប់រាយុនឲ្យទិញសម្លៀកបំពាក់ថ្មីជាមុនសិនរាយុនក៏បានទិញខោអាវ8ឈុតនិងស្នាក់នៅសន្តាគារប្រណិតមួយថ្ងៃបន្ទាប់រាយុនបានមកដល់ការិយាល័យស្រាប់តែបុគ្គលិកទាំងអស់បានធ្វើការស្វាគមន៍គេដោយមិននឹកស្មានដល់រាយុនបានព្យាយាមធ្វើខ្លួនកុំឲ្យភ្ញាក់ផ្អើលហើយប្រាប់ពួកគេថាគាត់មិនចូលចិត្តការស្វាគមន៍បែបនេះទេភ្លាមនោះស្ត្រីម្នាក់ក៏បានណែនាំខ្លួននាងថាឈ្មោះរបស់នាងគឺអនជូហើយនាងជាលេខាផ្ទាល់ខ្លួនរបស់គាត់ហើយនាងក៏បាននាំរាយុនទៅការិយាល័យប្រធានវ៉ៃស្ទើរតែឈួតនឹងក្តីរំភើបពេលឃើញការិយាល័យនោះពេលគាត់ចូលទៅខាងក្នុងគាត់ស្រឡាងកាំងដោយសារតែការិយាល័យពិតជាធំអស្ចារ្យបន្ទាប់ពីបញ្ចប់ការងារសេមបានប្រាប់រាយុនឲ្យទៅផ្ទះចាស់របស់គាត់ដោយសេមគ្រាន់តែចង់ឃើញកូនស្រីរបស់គាត់ប៉ុណ្ណោះនៅពេលរាយុនរៀបនឹងចាក់ចេញអ្នកបម្រើក្នុងផ្ទះស្រាប់តែចេញមកក្រៅហើយបើកឡានចេញទៅដោយភាពភ័យស្លន់ស្លោសេមប្រាប់រាយុនឲ្យដេញតាមអ្នកបម្រើនោះព្រោះសេមជឿថាអ្នកបម្រើអាចជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ដែលធ្វើឲ្យគាត់ស្លាប់មិនយូរប៉ុន្មានអ្នកបម្រើក៏ចូលទៅកាន់ហាងកាហ្វេមួយសេមក៏បញ្ជាឲ្យរាយុនដើរឆ្ពោះទៅកាន់អ្នកបម្រើប៉ុន្តែនៅពេលគាត់ឃើញបុរសដែលជាអ្នកបម្រើមកជួបនោះរាយុនបានព្យាយាមលាក់ខ្លួនដោយមិនចង់ឲ្យបុរសនោះឃើញគេនោះទេ